រឿងចៅអាចសេះមានបុរសម្នាក់អ្នកស្រុកគេហៅថាចៅអាចសេះព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះប្រហែលជា50ក្បាលគេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេបុរសនោះព្យាយាមរំលឹកគុណព្រះពុទ្ធទុះឃ្វាលសេះក្តីធ្វើការអ្វីក្តីតែងទន្ទិញជាប់អញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោធ្វើការអ្វីក៏ទន្ទិញថាសម្មាសម្ពុទ្ធោដូច្នេះដរាបទៅឯអាចសេះនោះទៀតបុរសមិនលើកចោលទេតែងកាប់ច្រកការុងទុកបានជាច្រើនថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់បុរសស្រែកហៅថាឲ្យចូលមកនេះសិនលុះសំពៅចូលមកសួរថាអ្នករាល់គ្នាបើកសំពៅមកពីណានាយសំពៅថាមកពីស្រុកចិនបុរសថាអ្នកស្គាល់ស្ដេចក្រុងចិនទេនាយសំពៅថាស្គាល់ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរបុរសថាស្ដេចក្រុងចិននោះជាខ្លាអញហើយជាមិត្តសម្លាញ់ថ្ងៃមុនរៀងមកបើអ្នកត្រឡប់ទៅស្រុកចិនវិញអញផ្ញើបោះទៅខ្លាអញផងនាយសំពៅនោះឆ្លើយថាបាទហើយនាំគ្នាចេញសំពៅទៅលក់ដូរមិនយូរប៉ុន្មាននាយសំពៅត្រឡប់មកវិញចូលទៅរកបុរសនោះសួរថាអ្នកឯងបានអ្វីផ្ញើទៅយកមកខ្ញុំទៅឥឡូវហើយបុរសថាខ្វះអ្វីខ្ញុំរៀបដាក់ក្នុងការុងបំរុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅនៅរបស់ប្រហែល400ការុងដែលសុទ្ធតែការុងពេញដោយអាចសេះហើយក៏លាបុរសនោះចេញសំពៅទៅស្រុកចិនដល់ទៅដំណាក់ផែស្ដេចក្រុងចិនហើយក៏បោះយុទ្ធការឡើងទៅក្រាបទូលថាមានខ្លាព្រះអង្គផ្ញើបោះពីស្រុកខ្មែរមកថ្វាយដាក់នឹងការុងច្រើនណាស់ស្ដេចក្រុងចិនឆ្ងល់ថាអញមិនដែលទៅស្រុកខ្មែរទេអញមានខ្លាឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចសេះនោះមកដាក់គោនៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការុងចាក់មើលតើជារបស់អ្វីខ្លះដល់ស្រាយទៅឃើញសុទ្ធតែដុំមាសគ្រប់ការុងស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មានក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញមានតែព្រះរាជបុត្រីមួយព្រះជន្ម18ឆ្នាំព្រះរូបព្រះឆោមល្អលើស្រីទាំងអស់គិតផ្ញើទៅឲ្យគេហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពីស្បែកសត្វទាំងសងខាងតែឲ្យមានកន្លែងបើកចេញចូលម្ខាងបានហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរមានទាំងកន្សែងបក់បោយមួយផងហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យចៅអាចសេះបម្រើទៅដល់ហើយក៏ស្រែកហៅបុរសនោះថាស្ដេចក្រុងចិនជាខ្លាផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេងបុរសរីដូច្នោះក៏ត្រេកអរណាស់អ្នកបម្រើយកស្គរទៅចងក្នុងរោងសេះនោះបុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថាខ្លាអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេងថ្ងៃមួយបុរសនោះវាយស្គរហើយចេញទៅវាលសេះនាងដែលនៅក្នុងស្គរចេញមករៀបបាយទឹកទុកបំរុងឲ្យបុរសនោះហើយចូលទៅក្នុងស្គរវិញពេលបុរសនោះត្រឡប់មកវិញឃើញបាយគិតថានរណាមករៀបបាយឲ្យអញឃ្លានបាយអញស៊ីហើយឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃបុរសនោះសង្ស័យនឹកថានរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្លេះចាំលបមើលក៏ឃើញនាងដ៏មានរូបល្អឯកចេញពីក្នុងស្គរមកហើយបក់បោយកន្សែងឲ្យកើតជាអាហារឡើងមួយរំពេចបុរសនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម្លេះហើយក៏រត់ទៅនាងនោះចេញតាមបុរសនោះស្រែកថាសម្មាសម្ពុទ្ធោគុំចាប់អញអាណិតអញលែងអញទៅនាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយឪពុកខ្ញុំឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯងព្រោះអ្នកឯងបានផ្ញើមាសប្រាក់ទៅឲ្យឪពុកខ្ញុំច្រើនណាស់បុរសថាទេខ្ញុំមិនយកទេនាងនោះនិយាយលួងលោមច្រើនដងបុរសក៏ស្ងៀមនាងដឹកដៃបុរសនោះមករោងសេះវិញក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយហើយបក់ទៅកើតជាប្រាសាទរាជវាំងមានមនុស្សកឹកកងរំពងនៅក្នុងនោះចៅអាចសេះហើយនឹងនាងនោះក៏នៅលើប្រាសាទមានមនុស្សបម្រើឆ្វេងស្ដាំអ្នកស្រុកទាំងពួង
ឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាក៏រត់ទៅប្រាប់សេដ្ឋីជាចៅវាយបុរសនោះថាមានកើតប្រាសាទរាជវាំងត្រង់ខ្ទមចៅអាចសេះនោះច្រើនណាស់សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយក៏ភិតភ័យរត់ទៅទូលស្ដេចតាមរឿងស្ដេចទ្រង់ជ្រាបទ្រង់ចាត់បម្រើឲ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែនក៏មានព្រះទ័យទុំនឹកជាខ្លាំងថាឈ្មោះណាហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញមានតែអញទេជាស្ដេចក្នុងនគរនេះទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្ត្រីមានព្រះបន្ទូលចាត់ឲ្យរៀបរែពលលើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផងវេលានោះមានបម្រើទៅប្រាប់ចៅអាចសេះហើយនឹងប្រពន្ធចៅអាចសេះបានឬក៏មានសេចក្តីភិតភ័យណាស់នាងប្រាប់ប្តីថាគុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញនាងក៏រៀបខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបក់កន្សែងបោយឲ្យស្ដេចបរាជ័យព្រមទាំងរែពលចៅអាចសេះនឹងនាងនោះបានសោយរាជ្យជាស្ដេចដោយអំណាចដឹងគុណព្រះពុទ្ធការខំប្រឹងប្រែងតែងមានផលច្រើន